ការប្រើប្រាស់ទៅលើ signal របស់គេវាអាចរកប្រាក់ចំណូលបានពិតមែនប៉ុន្តែវានឹងធ្វើឲ្យបងប្អូនទាំងអស់គ្នានៅតែរក្សាខ្លួនឯងជាអ្នកថ្មីនៅក្នុងវិស័យ trading និងពិបាកក្នុងការអភិវឌ្ឍចំណេះដឹងលើខ្លួនឯងការប្រើប្រាស់ signal វាមានពីរប្រភេទទី1ការប្រើប្រាស់ signal ដើម្បីសិក្សាឬក៏រៀនបន្ថែមទៅលើជំនាញក្នុងការ trading និងមួយទៀតការប្រើប្រាស់ signal ដើម្បីតែចូលទីផ្សារនិងបង្កើនប្រាក់ចំណេញបើសិនជាបងប្អូនចូលប្រើប្រាស់ signal ដើម្បីរៀនដើម្បីសិក្សាដើម្បីទទួលបានបច្ចេកទេសរៀនពីអ្នកដទៃចំណុចនេះគឺល្អនៅក្នុងន័យដែលបងប្អូនអាចយកវាទៅអភិវឌ្ឍខ្លួនឯងខ្លាចជាអ្នកជំនាញនៅក្នុងការ trading តែបើសិនជាបងប្អូនរាល់ថ្ងៃប្រើប្រាស់ signal របស់អ្នកដទៃដើម្បីគ្រាន់តែចូលទីផ្សារតាមគេហើយយកប្រាក់ចំណេញនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នានៅតែជាអ្នកថ្មីនៅក្នុងវិស័យ trading នៅពេលដែល signal មួយនៅខុសបងប្អូនប្រកាសណាស់នឹងពិបាកនៅក្នុងការបត់បែនទៅតាមចលនាឬក៏អត្ថប្រយោជន៍នៃការប្រើប្រាស់ទៅលើ signal នឹងធ្វើឲ្យបងប្អូនប្រឈមមុខជាមួយនឹងការខាត់អ្វីគ្រប់យ៉ាងវាកើតចេញពីការរៀនហើយយកទៅអនុវត្តអ្វីដែលបងប្អូនគាត់បីគួរតែធ្វើគួរតែសិក្សានិងរៀនពីបច្ចេកទេសរបស់អ្នកដទៃនិងអភិវឌ្ឍចំណេះដឹងខ្លួនឯងបន្ថែមនៅក្នុងការ trading កុំពឹងទៅលើដង្ហើមគេដកជួបគ្នាជាមួយនៅអេពីសូតទី14របស់រៀន trend